lời dương mà thơ review bà thơ review thằng tí bộ mùi đừng ọc ní chẳng review ní cái tha bà sân chỉ bà sân chỉ chờ Xiến Rani and Lucy còn bộ mùi lôi cho cái ní dừng $580 hay nơiក្នុងratio 2 to 3 3 to 5 and how much less money did Rani receive than the total amount Lucy and Xiên receive chẳng khi dân mơ cái lại nâng tức chẳng miền này tha Rani bởi dân vậy vì dân tàng unit có đó nè Xiên mà màn Xiên mà pi unit mấy này bà Xiên mà pi unit thì cái tiết như chứ Rani smile nâng 3 unitហើយនឹង Lucy ស្មើនឹង 5 unit អញ្ចឹងកន្លែងនេះយើងអាចនិយាយថាអញ្ចឹង S to O O to L ស្មើនឹង 2 to 3 3 to 5 យើងអាចនិយាយថាអញ្ចឹងហើយបើសិនជាឈររសរុបលុយសរុបនឹងអ្នកទី3ទាំង3វាទៅជាស្មើនឹង 10 unit មិនអញ្ចឹងហើយអញ្ចឹងពួកយើងនេះអា 10 unit នឹងស្មើនឹង 580 ហ្នឹងហើយមានន័យថា10 unitមានន័យថា unit ដែលគាត់សរុបទាំងអស់គឺស្មើនឹង$550 អញ្ចឹងយើងរក1 unit មកគ្នាយើងតាម unitary អញ្ចឹង1 unit យើងឲ្យមិនស្មើនឹង$580ចែកឲ្យនឹង10មិនអញ្ចឹង550ចែកឲ្យ10យើងបាន$58មាន1 unit ស្មើនឹងប៉ុណ្ណឹងអញ្ចឹងពួកយើងទៅរកសូកន្លែងនេះសូមានន័យថាសៀនស្មើប៉ុន្មានសៀននេះគាត់មាន2 unit អញ្ចឹងយក2គុណនឹង58អូខេដល់ពេល2គុណនឹង58អញ្ចឹង58គុណជាមួយនឹង2បានប៉ុន្មាននេះយើង16សេលេខ6ត្រា1 11អញ្ចឹង$116ទៅទៀតបន្ទាប់ពីឃើញសៀននេះគ្នាយើងរកអីគេយើងរកRani ចូលដាក់មកនេះមកខ្ជិលចុះបន្ទាត់អញ្ចឹងRaniគាត់មាន3 unit អញ្ចឹង3គុណនឹង58ចឹង3គុណនឹង58បានប៉ុន្មានដាក់លេខគុណមក24ត្រា2 15និង217អញ្ចឹង$174នេះផRaniហើយចុងក្រោយគេគឺយើងរកអីគេយើងរកផុស Lucy អញ្ចឹងLucyអក្សរ L Lucy ស្មើនឹងច្រើនជាងគេគឺ5គុណជាមួយនឹង58ចឹង5គុណនឹង58បានមែន40សេលេខ0ត្រាទុក4 25នឹង4 29 $290 ចឹងសំណួរគ្នាយើងមើលមកសំណួរវិញគេសួរថា how much less money did Rani receive than the total of Lucy ជាមួយនឹងសៀនអញ្ចឹងយូឯងយកយកអីគេយក Lucy យក L បូកជាមួយនឹងសៀនមកនេះអញ្ចឹងយក100អានេះបូកជាមួយនឹងនេះដកគ្នាមកអញ្ចឹង116 116អញ្ចឹងនេះ6នេះ1ណា0ត្រា1 400 406អញ្ចឹង406គេសួរថាខុសគ្នាតិចជាងប្រមាណអញ្ចឹងយូឯងយកអាហ្នឹងទៅដកផុសRaniមួយទៀតអញ្ចឹងRaniបានប៉ុណ្ណេះអញ្ចឹងបាន2អានេះឡើង10នេះសល់3អញ្ចឹងអានេះវាបាន3អានេះ2អញ្ចឹង232មានន័យថាយើងអាចឆ្លើយដូចនេះបានថាម៉េចគ្នាយើងថាso the answer កាត់យកមកចម្លើយចុងក្រោយបំផុតគឺស្មើនឹង$232អូខេបើមានសំណួរអីអត់យល់អាចសួរនៅក្នុង comment បានអរគុណ